Hello សួស្តីអ្នកទាំងអស់គ្នាវិលមកជួបជាមួយ admin ទៀតហើយខ្ញុំបាទសេញម៉ាឬក៏ហៅបានថាប្រុសស្មោះក៏បានដែរហើយថ្ងៃនេះ admin នឹងលើករឿង anime ថ្មីមួយទៀតហើយដែល admin គឺដាក់ចំណងជើងថា Club Game Service Live ហើយបើចង់ដឹងថាសាច់រឿងវាល្អមើលយ៉ាងណាមកតាមដានជាមួយ admin ទាំងអស់គ្នាមកក៏ប៉ុន្តែសម្រាប់ដែលនៅមកក្រោយក៏ភ្លេចជួយចុច Subscribe ជួយ like វីដេអូរបស់ admin ម្នាក់មួយផងណាដើម្បីឲ្យ admin ក៏បន្តផុសទៅមុខទៀតឥឡូវយើងកុំឲ្យចាំពេលវេលាយូរយកមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅផ្ដើមពីសាច់រឿងរបស់យើងដំបូងនៅគេបង្ហាញពីសិស្សប្រុសម្នាក់ដែលគាត់ក៏មានឈ្មោះថាអាម៉ាណូអំឡុងពេលហ្នឹងគាត់កំពុងតែចូលទៅក្នុងហាងដើម្បីទិញ D game ហ្នឹងឯងចូលមកតាមបានប្រហែលផងក៏ស្រាប់តែមានសិស្សស្រីម្នាក់ក៏បានមករកទៅកាន់អាម៉ាណូនិងព្យាយាមរាក់ទាក់ទៅកាន់អាម៉ាណូភ្លាមៗតែម្ដងអាម៉ាណូនៅវិញគាត់ក៏មានការគាំងជាខ្លាំងដោយសារតែគាត់គឺជាមនុស្សដែល introvert ផងដែរអញ្ចឹងហើយគាត់គឺមិនមកកាយក្នុងការអាស្រ័យទាក់ទងនោះទេចំពោះសិស្សស្រីដែលបានមករកទៅកាន់អាម៉ាណូវិញយើងក៏បានណែនាំពីខ្លួនឯងផងដែរដែលនាងក៏មានឈ្មោះថា Karen ជាពិសេសនាងក៏ជាសិស្សស្រីម្នាក់ដែលរៀននៅក្នុងសាលារបស់អាម៉ាណូផងដែរដូចនេះហើយអាម៉ាណូក៏បានចាំថាម្នាក់ស្រីនេះឯងគឺជា idol ទៅកាន់មនុស្សគ្រប់គ្នាដោយសារតែនេះគឺមានស្រមោលស្អាតជាងគេហើយគ្រាន់តែទូដាក់អីវ៉ាន់របស់នាងគ្រាន់តែបើកភ្លាមនោះក៏ស្រាប់តែមានសម្បត្តិសុំស្នេហាជាច្រើនពេលហ្នឹងអាម៉ាណូក៏គឺមិនសូវចាប់អារម្មណ៍ទៅកាន់ Karen ប្រហែលនោះទេគ្រាន់តែ Karen នាងក៏បាននិយាយទាក់ទងអំពី game ភ្លាមនោះធ្វើឲ្យអាម៉ាណូក៏បានចូលទៅចិត្តទៅកាន់ Karen តែម្ដងហើយក៏បាននិយាយអំពី game ទាំងអស់នោះនិយាយមិនទាន់បានប្រហែលផងក៏ចាប់ផ្ដើមស្គប់ដោយសារតែ Karen នាងកំពុងតែសម្លឹងមើលមកកាន់គាត់ជាពិសេសសកម្មភាពរបស់គាត់អំបីមិញនេះគឺពិតជាលើកខ្លាំងណាស់មានន័យក៏ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពី Karen នាងក៏បានសុំឲ្យអាម៉ាណូនោះគឺបានចូលក្លឹបរបស់នាងដែលជាក្លឹប game មួយនៅក្នុងសាលារៀននេះឯងសាច់រឿងក៏កាប់បង្ហាញនៅកន្លែងទូ game មួយកន្លែងយកថាមានសិស្សប្រុសម្នាក់កំពុងតែលេង game ជាមួយមិត្តភក្តិរបស់គាត់ហើយបរិបទដែលនៅខាងស្រាមដៃគាត់ក៏មានឈ្មោះថាតាសូកូភ្លាមនោះក៏ស្រាប់តែមានសិស្សស្រីម្នាក់ក៏បានសុំជំនួយទៅកាន់តាសូកូហើយជំនួយដែលនាងគឺត្រូវការនោះគឺចង់ឲ្យតាសូកូនោះគឺចាប់តុក្កតានៅក្នុងទូនឹងឯងពីព្រោះថាតាសូកូគាត់គឺជាមនុស្សដែលពូកែលេង game មែនទែនដូចនេះហើយតាសូកូក៏បានសុំប្រាក់ពីក្មេងស្រីម្នាក់ហ្នឹងតែម្ដងដោយថានៅពេលនេះក៏អត់មានប្រាក់នោះទេក៏ប៉ុន្តែក៏ស្រាប់តែក្មេងស្រីម្នាក់ហ្នឹងក៏បានធ្វើមុខគួរឲ្យស្រឡាញ់ទៅវិញដល់ពេលចឹងទៅគ្មានជំរឿក៏បានយកកាក់របស់ខ្លួនឯងដាក់ចូលក្នុងទូនឹងតែម្ដងហើយក៏ចាប់ផ្ដើមប្រតិបត្តិការក្នុងការចាប់តុក្កតានៅក្នុងទូមួយហ្នឹងត្រឹមមួយផ្លែតែប៉ុណ្ណោះគាត់ក៏បានចាប់តុក្កតាមួយហ្នឹងគឺបានសម្រេចធ្វើឲ្យក្មេងស្រីម្នាក់ហ្នឹងគឺមានការសប្បាយចិត្តជាខ្លាំងរួចមកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរដើម្បីទៅដល់ទៅផ្ទះជាមួយនឹងគ្នាហើយនៅពេលនោះតាសូកូក៏បានចាប់អារម្មណ៍ថាសង្សាររបស់គាត់គឺសប្បាយខុសពីធម្មតានឹងឯងចឹងមានន័យថាក្មេងស្រីម្នាក់ហ្នឹងគឺជាសង្សាររបស់តាសូកូគណៈពេលគាត់កំពុងតែដើរនឹងគាត់ក៏បានក្លេចឃើញទៅកាន់អាម៉ាណូដែលគាត់កំពុងតែឈរតែម្នាក់ឯងបែបហ្នឹងគាត់ក៏បានគិតនៅក្នុងចិត្តថានេះគឺជាអាម៉ាណូតាដែលជាសិស្សរួមថ្នាក់របស់គាត់ក៏ប៉ុន្តែអាម៉ាណូអត់សំណាងដូចជាគាត់នោះទេដែលគាត់គឺមានសង្សារនឹងឯងកាលមកកន្លែងអាម៉ាណូជាមួយនឹង Karen នៅវិញនៅពេលនេះពួកគេកំពុងតែសន្ទនាគ្នាអំពី game នឹងឯងពេលហ្នឹងអាម៉ាណូក៏បានសួរទៅកាន់ Karen ថាអ្វីទៅជាសមាជិក club game នោះដូចនេះហើយ Karen នឹងក៏បានបញ្យល់ប្រាប់ទៅកាន់អាម៉ាណូថាពួកគេមិនត្រឹមតែលេង game នោះទេដែលតម្រូវឲ្យពួកគេគឺលេង game យ៉ាងម៉ត់ចត់នៅក្នុងនាមជាការងារ club របស់ពួកគេដូចនេះហើយបានជានាងក៏បានព្យាយាមរកសមាជិកផ្សេងៗដើម្បីចូលក្លឹបរបស់នាងហើយឥឡូវនេះតាលោកគឺបានសម្រេចចិត្តឲ្យរនៅថាចូលក្លឹបជាមួយនាងបន្ទាប់ពីឮបែបហ្នឹងអាម៉ាណូគាត់ក៏មិនទាន់ឆ្លើយនោះទេដែលគាត់ក៏បានស្ងាត់នឹងឯងប៉ុន្តែត្រូវបានបង្អាក់ដោយសារតែម៉ាក់របស់ Karen ក៏បានខលមកដូច្នេះហើយ Karen ក៏បាននិយាយប្រាប់ទៅកាន់អាម៉ាណូថាចាំស្អែកចាំជួបគ្នាសាច់រឿងក៏កាប់បង្ហាញនៅពេលដែលអាម៉ាណូក៏បានត្រឡប់មកដល់ផ្ទះវិញហើយនៅពេលនោះគាត់ពិតជាសប្បាយចិត្តមែនទែនពីព្រោះនៅថ្ងៃស្អែកនេះគាត់គឺអាចចូលរួមក្លឹបដ៏អស្ចារ្យនឹងឯងដែលជាក្លឹបលេង game ភ្លាមៗដល់ទូរស័ព្ទរបស់គាត់ក៏ចាប់ផ្ដើមរោដូច្នេះហើយគាត់ក៏បានចូលទៅមើលតែម្ដងនៅពេលដែលគាត់ក៏បានមើលនោះតាមពិតទៅជាមិត្តភក្តិរបស់គាត់នៅក្នុង game តែប៉ុណ្ណោះដែលមិត្តភក្តិនៅក្នុង game របស់គាត់គឺមានឈ្មោះថាម៉ូម៉ូនៅពេលនោះម៉ូម៉ូកំពុងតែស្នើសុំទៅកាន់អាម៉ាណូដើម្បីឲ្យជួយវាយមេនឹងឯងជាពិសេសសាច់រឿងក៏គេបង្ហាញពីម៉ូម៉ូដែលជាមិត្តភក្តិនៅក្នុង game របស់អាម៉ាណូផងដែរដែលនាងគឺជាមនុស្សស្រីដែលញៀន game ម្នាក់ក៏ប៉ុន្តែគេអត់ទាន់បានបង្ហាញអត្តសញ្ញាណរបស់នាងនោះទេនៅថ្ងៃបន្ទាប់គឺការស្ថិតនៅក្នុងថ្នាក់យកថាអាម៉ាណូក៏កំពុងតែគិតពិចារណាអំពីការស្នើសុំរបស់ម៉ូម៉ូនឹងឯងភ្លាមនោះអាម៉ាណូក៏បានភ្ញាក់ព្រឺតែម្ដងដោយសារតែ Karen នេះក៏បានបង្ហាញខ្លួនដែលនាងក៏បានមករកទៅកាន់អាម៉ាណូមកដល់ថ្នាក់របស់គាត់តែម្ដងហើយនាងក៏បានសួរទៅកាន់អាម៉ាណូថានៅពេលនេះកំពុងតែធ្វើអ្វីអាម៉ាណូក៏មិនលាក់បាំងដែរដោយគាត់ក៏បានបង្ហាញពី game របស់គាត់កំពុងតែលេងនឹងឯងរួចមកអាម៉ាណូក៏បានសុំឲ្យ Karen ក៏បានជូនគាត់ដើម្បីទៅក្លឹបរបស់នាងនឹងឯងស្របពេលហ្នឹងក៏បានឃើញថាគាត់ក៏បានបដិសេធនឹងការសំណើរបស់ម៉ូម៉ូបាត់ទៅហើយប៉ុន្តែគាត់នៅតែមិនខ្វល់ដូច្នេះហើយគាត់ក៏បានធ្វើដំណើរដើម្បីទៅជាមួយ Karen បាត់ទៅមុនពេលដែលពួកគេក៏បានទៅដល់ក្លឹបហ្នឹង Karen នេះក៏បានណែនាំពីសិស្សប្រុសម្នាក់ផងដែរនឹងណែនាំពីសិស្សប្រុសម្នាក់ហ្នឹងឲ្យទៅកាន់អាម៉ាណូបានស្គាល់ដែលគាត់ក៏មានឈ្មោះថាមីស៊ូមីដែលគាត់ក៏មានសមត្ថភាពម្យ៉ាងក្នុងការលេង game ផ្គុំរូបនឹងឯងមីស៊ូមីក៏បានហុចដៃដើម្បីចាប់ដៃជាមួយនឹងអាម៉ាណូហើយក៏បាននិយាយថាចាប់តាំងពីគាត់ក៏បានចូលរៀនមកហ្នឹងគាត់គឺមិនដែលធ្លាប់មានមិត្តភក្តិតាំងពីមុនមកទេដូច្នេះហើយនៅពេលនេះគាត់ក៏បានសុំទៅកាន់អាម៉ាណូធ្វើជាមិត្តភក្តិដំបូងរបស់គាត់ដែលនេះហើយអាម៉ាណូក៏បានយល់ព្រមភ្លាមៗនឹងពាក្យសំណើរបស់មីស៊ូមីក្រោយមកយកថា Karen នេះក៏បាននាំទៅកាន់អ្នកពេលមកដល់កន្លែងក្លឹប game ហើយនៅពេលដែលពួកគេទាំងអស់គ្នាក៏បានបើកទ្វារក្លឹបហ្នឹងគាត់ក៏មានការចាប់អារម្មណ៍ជាខ្លាំងដោយសារនៅទីនោះក៏មានវត្តមានសិស្សច្បងផងដែរកំពុងតែលេង game នឹងឯង Karen ក៏បានណែនាំទៅកាន់អ្នកពេលឲ្យបានស្គាល់ថានេះគឺជាសិនប៉ៃហើយគាត់ក៏មានឈ្មោះថាខាសេ
ហើយសមាជិកម្នាក់ទៀតនោះគឺជាសិនប៉ៃរបស់ពួកគេផងដែរដែលនេះគឺមានឈ្មោះថានីណាហើយឲ្យមានគឺសុំចិត្តអ្នកតគ្នាមើលមុខគាត់ទៅបានហើយហាមើលអាក្រមអំឡុងពេលហ្នឹងមីសាមីហើយនៅអាម៉ាណូគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែពួកគេគឺមានការភ្ញាក់ផ្អើលអំពីទឹកដៃរបស់ខាសេដែលក៏កំពុងតែលេងហ្គេមបាញ់គ្នាឬក៏ជា AK នឹងឯងស្របពេលហ្នឹងខារ៉េនក៏បានណែនាំអំពីពួកគេទាំងពីរនាក់ឲ្យបានដឹងថាក្លឹបហ្គេមរបស់ពួកគេក៏មានប្រវត្តិឈ្នះពានដទៃទៀតដែរបន្ទាប់ពីការបកស្រាយរបស់ខារ៉េនចប់ហើយនោះខាសេនសិនប៉ៃក៏បានប្រមូលអ្នកដើម្បីមកលេងហ្គេមជាមួយនឹងគាត់ដើម្បីឲ្យគាត់ក៏បានតែពីសមត្ថភាពរបស់ពួកគេទាំងពីរនាក់គ្រាន់តែចាប់ផ្ដើមហ្គេមដំបូងភ្លាមហ្នឹងស្រាប់តែអាម៉ាណូគាត់ចាប់ផ្ដើមបាញ់ញើសបាត់ទៅហើយនៅពេលដែលគាត់ក៏បានលេងហ្គេមយូរទៅហ្នឹងគាត់ក៏ចាប់ផ្ដើមស្លាប់យកតែម្ដងដោយថាទឹកដៃរបស់គាត់ក្នុងការបានហ្គេមអីហ្នឹងគឺកាកយកហ្មងណាអំឡុងពេលហ្នឹងខាសេសិនប៉ៃក៏បានធ្វើការសរសើរទៅកាន់មីស៊ូមីអំពីទឹកដៃរបស់គាត់បើទោះបីជាគាត់គឺទៅតែចេះលេងក៏ដោយក៏ប៉ុន្តែមីស៊ូមីគឺអាចមានសមត្ថភាពក្នុងការបាញ់មកកាន់គាត់គឺស្លាប់ចំនួន3ដងទៅហើយក៏ប៉ុន្តែចំពោះទឹកដៃរបស់អាម៉ាណូវិញគឺសូនយកតែម្ដងគ្រាន់តែបញ្ជាតួអង្គឲ្យឡើងលើរបងគឺមកកើតទៀតនៅពេលល្ងាចខារ៉េនក៏បាននាំអ្នកទាំងអស់គ្នាដើម្បីចេញមកខាងក្រៅដើម្បីស្រូបយកបរិយាកាសខ្លះនៅក្នុងចិត្តរបស់អាម៉ាណូវិញនៅពេលនោះក៏បានគិតថាក្លឹបមួយនេះពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់គាត់ដែលគាត់ក៏មិនដែលធ្លាប់ជួបប្រទេសកាលពីមុនមកទេភ្លាមនោះក៏ស្រាប់តែខារ៉េននេះក៏បានសួរទៅកាន់អាម៉ាណូពីហេតុផលហេតុអ្វីបានជាអាម៉ាណូគាត់ក៏បានចូលចិត្តលេងហ្គេមចម្លើយរបស់អាម៉ាណូនៅពេលនោះគាត់ក៏បាននិយាយទាំងទឹកមុខស្មារថាគាត់គ្រាន់តែចូលចិត្តលេងហ្គេមតែប៉ុណ្ណោះមានតែប៉ុណ្្នឹងឯងដូចនេះហើយខារ៉េននេះក៏បានសម្រេចចិត្តគឺសួរទៅកាន់មីស៊ូមីម្ដងមីស៊ូមីក៏បានតបទៅវិញផងដែរថាមូលហេតុដែលគាត់ក៏បានចូលចិត្តលេងហ្គេមនេះហ្នឹងដោយសារតែគាត់អត់មានមិត្តភ័ក្តិដូចនេះហើយមានតែហ្គេមនោះទេជាជំរឿនរបស់គាត់អាម៉ាណូបន្ទាប់ពីស្ដាប់ពីហេតុផលរបស់មីស៊ូមីបែបនេះធ្វើឲ្យគាត់ក៏បានបាញ់ឈាមតាមចំហតែម្ដងដោយថាអ្នករាល់គ្នាគឺសិតតែមានហេតុផលឲ្យគាត់វិញគឺចម្លើយខ្លីៗគឺចូលចិត្តហ្គេមតែប៉ុណ្ណឹងបន្ទាប់មកខារ៉េននេះក៏បាននិយាយប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ឲ្យបានដឹងថាអ្នកទាំងពីរនេះគឺមិនចាំបាច់ភ័យខ្លាចទៅកាន់សិនប៉ៃរបស់ពួកគេនោះទេតាមពិតទៅពួកគាត់គឺជាមនុស្សល្អខ្លាំងណាស់គ្រាន់តែគាត់គឺតឹងរឹងបន្តិចនៅពេលដែលពួកគេគឺបានលេងហ្គេមតែប៉ុណ្ណោះហើយនៅក្នុងក្លឹបហ្គេមមួយនេះមិនចាំបាច់ថាពួកគេគឺលេងហ្គេមខ្លាំងឬក៏ខ្សោយនោះទេបេសកកម្មរបស់ក្លឹបរបស់ពួកយើងនឹងគឺដើម្បីឲ្យពួកគេគឺកាន់តែលេងហ្គេមប្រសើរឡើងតែប៉ុណ្ណោះបន្ទាប់ពីការបញ្ចូលរបស់ Karen ចប់ហើយនោះក៏ស្រាប់តែមីស៊ូមីក៏បានយល់ព្រមក្នុងការចូលរួមជាសមាជិកនឹងឯងរួចមកក៏ដល់វេនរបស់អាម៉ាណូថាគាត់គឺសម្រេចចិត្តចូលឬក៏មិនសម្រេចចិត្តចូលអីចឹងទៅភ្លាមនោះសិនប៉ៃទាំងពីរនាក់ក៏បានបង្ហាញខ្លួនហើយក៏បាននិយាយប្រាប់ទៅកាន់អាម៉ាណូថាបើសិនជាឯងគឺមានភាពខ្សោយក្នុងការលេងហ្គេមបាញ់គ្នាអីហ្នឹងគាត់គឺអាចជួយបង្រៀនបានដូចនេះហើយនៅក្នុងចិត្តរបស់អាម៉ាណូក៏បានគិតថានៅពេលនេះបើសិនជាគាត់ក៏បានចូលរួមក្លឹបហ្គេមមួយនេះគាត់គឺទទួលបានមិត្តភ័ក្តិដ៏ល្អម្នាក់ជាពិសេសក៏មានសិនប៉ៃទាំងពីរនាក់ដែលមានចិត្តដ៏ល្អបំផុតផងដែរមិនត្រឹមតែប៉ុណ្ណោះទេក៏មានស្នាមញញឹមរបស់ Karen ផងដែរក៏ប៉ុន្តែនៅពេលនោះក៏បានឆ្លើយមកថាគាត់អត់ចូលរួមនឹងឯងសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់គាត់ក៏ពិតជាងងម៉ាននឹងពីសម្ដីរបស់ខ្លួនឯងមែនតើថាហេតុអ្វីបានជានៅពេលនោះក៏បានបដិសេធអញ្ចឹងស្របពេលហ្នឹងក៏ស្រាប់តែទូរស័ព្ទរបស់គាត់ក៏ចាប់ផ្ដើមរត់ទៅហើយដោយសារតែម៉ូក៏បានផ្ញើសារសុំជំនួយនឹងឯងភ្លាមនោះក៏ស្រាប់តែអាម៉ាណូក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែ Karen នេះក៏បានមករកមកកាន់គាត់មកដល់ថ្នាក់ទៀតហើយនាងនៅតែបន្តព្យាយាមបញ្ចុះបញ្ចូលឲ្យអាម៉ាណូក៏បានចូលរួមក្លឹបរបស់នាងមិនត្រឹមតែប៉ុណ្ណោះទេនាងក៏បាននិយាយថាមូលហេតុដែលនាងក៏បានអូសទាញទៅកាន់អាម៉ាណូនោះដោយសារតែនាងក៏បានចាប់អារម្មណ៍ទៅកាន់អាម៉ាណូនោះឯងហើយពាក្យសម្ដីបែបនេះក៏ស្រាប់តែសិស្សរួមថ្នាក់របស់អាម៉ាណូនោះគឺចាប់ផ្ដើមមានការភ្ញាក់ផ្អើលដែលសិស្សទាំងអស់នោះក៏បានយល់ខុសថា Karen នឹងកំពុងតែចាប់អារម្មណ៍ទៅកាន់អាម៉ាណូនោះឯងបន្ទាប់ពីនិយាយបែបនេះហើយ Karen នេះក៏បានហុចដៃដើម្បីឲ្យអាម៉ាណូគឺបានចាប់ដៃរបស់នាងពេលហ្នឹងអាម៉ាណូបងរងនឹងប៉ះដៃរបស់ Karen ទៅហើយក៏ប៉ុន្តែក៏បានដកដៃលឿនដោយសារតែគាត់ក៏បានយល់ព្រមនឹងពាក្យសម្ដីរបស់ម៉ូម៉ូនឹងឯងដូច្នេះហើយធ្វើឲ្យ Karen នៅពេលនោះនាងក៏ចាប់ផ្ដើមខ្មាស់គេតែម្ដងនឹងព្យាយាមសួរទៅកាន់អាម៉ាណូថាហេតុអ្វីបានជាអាម៉ាណូគឺមិនចូលរួមក្លឹបរបស់នាងអញ្ចឹងអំឡុងពេលហ្នឹងបែរជាអាម៉ាណូក៏បាននិយាយទាំងដាច់ចិត្តថាមូលហេតុដែលគាត់អត់ចូលរួមក្លឹបហ្គេមនោះដោយសារតែគាត់គឺចូលចិត្តតែហ្គេមរបស់គាត់តែប៉ុណ្ណោះណាមួយគាត់ក៏ចង់លេងហ្គេមរបស់គាត់គឺដោយឯករាជ្យតែម្ដងបន្ទាប់ពីការបកស្រាយរួចរាល់ហើយនោះអាម៉ាណូក៏បានធ្វើការសុំទោសទៅកាន់ Karen មិនត្រឹមតែប្រើពាក្យសម្ដីសុំទោសនោះទេគាត់ក៏ថែមទាំងអរគុណទៅកាន់ Karen ទៀតចំណែក Karen បន្ទាប់ពីឃើញអាម៉ាណូក៏បានធ្វើអញ្ចឹងដាក់នាងនោះធ្វើឲ្យនាងគឺមានអារម្មណ៍ថាដូចជាសោកសៅមែនទែនហើយនាងក៏បានដើរចេញពីទីនោះក៏ប៉ុន្តែនាងក៏បានជន់សបកជ័យដូច្នេះហើយនាងក៏បានផ្កាប់មុខតែម្ដងដោយសារតែបែបហ្នឹងហើយធ្វើឲ្យនាងក៏កាន់តែខ្មាស់គេដូច្នេះនាងក៏បានព្យាយាមចាក់ចេញពីទីនេះចំណែកអាម៉ាណូនៅវិញក៏បានទទួលសាររបស់ម៉ូម៉ូដែលបានធ្វើការអរគុណទៅកាន់អាម៉ាណូនឹងឯងអូខេអ្នកនរគ្នាសាច់រឿងរបស់យើងភាគទី1គឺការស្លេះត្រង់នឹងឯងហើយយ៉ាងម៉េចដែរសម្រាប់រឿងថ្មីមួយនេះអ្នកនរគ្នាគឺរ៉េតបានប្រមាណដែរហើយបើគិតថាវាល្អមើលនោះកុំភ្លេចមកតាមដានជាមួយមីនអ្នកនរគ្នាណាជាចុងក្រោយមានមែនតែពីជនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាជីវិតកាត់ធ្វើដំណើរទៅណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នានឹងភាពបន្តបាយបាយ